Hello ជម្រាបសួរសួស្តីអ្នកនរគ្នាជួបមកវិញម្ដងទៀតហើយជាមួយខ្ញុំច័ន្ទរិទ្ធីឬក៏អាចហៅបានថា T Sawa ក៏បានដែរអ្នកនរគ្នាអូខេថ្ងៃនេះខ្ញុំមកតជាមួយនឹងមេរៀនវគ្គ Windows Server ម្ដងទៀតហើយថ្ងៃនេះយើងរៀនពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រ account ដោយសារតែយើង join domain join អីហើយឯងអញ្ចឹងពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រ account នេះដែរពាក់ព័ន្ធជាមួយ part ដំបូងគឺខ្ញុំនឹងបរៀនអ្នកគ្នាឲ្យចេះទៅលើការបង្កើតទៅលើ user ដើម្បីទៅ login ជាមួយនឹងម៉ាស៊ីនផ្សេងៗដូចជាម៉ាស៊ីន client ឬក៏ម៉ាស៊ីនផ្សេងៗទៀតអញ្ចឹងមកឥឡូវខ្ញុំចូលទៅកាន់ server ដើម្បីធ្វើការបង្កើត user ក៏ប៉ុន្តែវាត្រូវហើយខ្ញុំច្រឡំតែបើសិនជាខុសឧបមាថាខុសអញ្ចឹងចូលកន្លែង advance មកនេះអ្នកគ្នាឃើញកន្លែង cell ហ្នឹងហើយចូលមកកន្លែង property នេះដោះអានេះមក apply មក OK មកយើងអាចលុបវាបានហើយអាហ្នឹងបើសិនជាយើងខុសមែនណាតែមិញត្រូវហើយប៉ុន្តែលុបក៏លុបទៅឥឡូវយើងចូលដោះ advance ចេញវិញមកហើយយកនេះវិញមកតោះឥឡូវយើងបង្កើតវាសារជាថ្មីហើយ click មកណា new OU ហ្នឹងហើយដាក់វិញមក sale ឬក៏ accounting ទៅតាម OU របស់អ្នកនរគ្នាហើយសម្រាប់ sale នេះដែរគឺនៅក្នុង sale ហ្នឹងគឺខ្ញុំសុំបង្កើត OU ឲ្យវាមួយទៀតណា new OU នេះឲ្យអ្នកនរគ្នាឃើញអាកន្លែង tick ហ្នឹងណាខ្ញុំភ្លេចបញ្យល់កន្លែង tick ហ្នឹងពាក់ព័ន្ធជាមួយនឹងការ delete បើសិនជាអ្នកនរគ្នា tick គឺវាការពារកុំឲ្យអ្នកនរគ្នាងាយនឹង delete បើអ្នកនរគ្នាដោះ tick ចេញវា delete ស្រួលមកហើយត្រង់កន្លែងនេះយើងដាក់ user
user ហើយយើងផ្ទុកសម្រាប់ផ្ទុក account របស់ user seller លក្ខណៈអ្នកលក់សម្រាប់ផ្ទុក account របស់អ្នកលក់នៅក្នុងហ្នឹងអូខេខ្ញុំសុំដាក់ seller ហ្មងទៅដើម្បីស្រួលអ្នកនរគ្នាមើលដាក់តែ sell អញ្ចឹងទៅអ្នកនរគ្នាអត់ដឹងថា sell អីគេ seller មានន័យថាអ្នកលក់អីចឹងទៅនៅក្នុង seller ហ្នឹងគឺខ្ញុំបង្កើត OU មួយទៀតដើម្បីផ្ទុក OU មួយទៀតពាក់ព័ន្ធជាមួយនឹង computer អូខេយើងផ្ទុក computer account នៅក្នុង OU អូខេនៅក្នុង seller ហ្នឹងមកបន្ទាប់មកយើងចូលមកកន្លែង user ខាងលើនេះវិញអ្នកគ្នាឃើញ user ទាំងអស់ឃើញ user មួយដែលមានឈ្មោះថា admin administrator អាហ្នឹងបើសិនជាក៏ប៉ុន្តែគឺគេត្រូវឲ្យយើងបកាច់យកហើយ load អីគេ try អីគេនេះតើតើនឹង OU នេះadmin administrator នេះយើងត្រូវ disable វាចោលធ្វើការ disable វាចោលនេះតែមុននឹង disable ឥឡូវយើងមកធ្វើការបង្កើត new user មួយហើយ new user នេះដែរយើងបង្កើតមកសម្រាប់ user របស់យើងដាក់ឈ្មោះដាក់អីអញ្ចឹងមកហើយតេតងកន្លែង local នេះអ្នកគ្នាអាចដាក់អញ្ចេះបានដាក់c ទៅ .oipy ដូចខ្ញុំចង់ប្រើនេះ local យេអូខេឬក៏អ្នកគ្នាអាចប្រើនេះ .generative local នឹងបានឬក៏បែបអញ្ចេះឬក៏បែបអញ្ចេះមិនចេញជេវិញអូខេភ្លេចមើលតោះឥឡូវ nick មកហើយកន្លែងនេះកន្លែងវិញទៅលើ password អ្នកគ្នាអាចដាក់6ខ្ទង់ឡើងកាច់យកមកសាថ្មីអាចដាក់6ខ្ទង់ឡើងហើយមានលេខមានអក្សរមាននិមិត្តសញ្ញាអីចឹងទៅហើយសម្រាប់សញ្ញាគ្រីនេះអានេះសម្រាប់នៅពេលដែល user របស់យើង login ទៅគឺវា change ត្រូវការឲ្យ change password ថ្មីហ្មងអញ្ចឹងសំបីតែយើងជា admin server ទាំងមូលក៏យើងអត់ដឹងថាគេដាក់ password អីគេដែរមកឥឡូវសម្រាប់ខាងក្រោមនេះគឺអត់ឲ្យគេ change ទេលក្ខណៈថាយើងបង្កើត user មួយសម្រាប់មនុស្ស20ឬ30នាក់ប្រើអញ្ចឹងគឺយើងដាក់ក្រោមនេះគឺអត់ឲ្យគេ change password នឹងបានទេបានក្រោមនេះគឺគេ password never អ្នកគ្នាមើលតាមហ្នឹងទៅតែបើសម្រាប់ខ្ញុំនេះគឺដាក់ខាងលើនេះគឺសម្រាប់ឲ្យគេអាច change password បានភ្លាមតែម្ដងអាណាទៅអូខេតោះភ្លេចបញ្ជាក់មកសាថ្មី1 2 3ABC dot អូខេ finish មកឥឡូវយើងបាន user មួយដែលមានឈ្មោះថាច័ន្ទរិទ្ធីអូខេមកឥឡូវនៅពេលដែលបាន user ហ្នឹងហើយអ្នកគ្នាចង់យក user ហ្នឹងយកមកដាក់នៅក្នុងនេះ seller នេះព្រោះគាត់មានមុខតំណែងខាង seller ហ្នឹងអូខេអញ្ចឹងយើងប្រើ move នេះ move ហើយ move យកដាក់ណាដាក់ក្នុង seller account អូខេមកបាត់អីឃើញអត់អ្នកគ្នាដើម្បីឲ្យងាយស្រួលរកព្រោះដាក់នៅក្នុង user អាធំនេះគឺពិបាកមើលមែនតើដឹង user ស្អីញ៉ៃស្អីស្កាសអញ្ចឹងទៅអញ្ចឹងយើងចូលមកកន្លែង seller នេះមកកន្លែង user seller នេះមកអ្នកគ្នាឃើញកុំព្យូទ័រមួយគ្រឿងនៅក្នុងadmin seller ហ្នឹងហើយតោះឥឡូវយើងធ្វើការ login អូខេខ្ញុំភ្លេចអ្នកគ្នាភ្លេចបញ្យល់កន្លែងនេះអ្នកគ្នាចូលកន្លែងនេះមកចូលកន្លែង
property ចូលកន្លែង property អ្នកនរគ្នាអាចបំពេញទៅលើមុខងាររបស់គាត់មានអីខ្លះផ្សេងទៀត web page ទៅលើ email ទៅលើលេខទូរស័ព្ទទៅលើអីផ្សេងទៀត detail កន្លែង address ទៅលើ account អ្នកនរគ្នាអាចមើលទៅលើអស់ហ្នឹងកែកុនអីផ្សេងទៀតអញ្ចឹងទៅនេះកន្លែង profile ហ្នឹងគឺយើងមិនទាន់រៀនដែរអស់ហ្នឹងនេះអ្នកនរគ្នាអាចឲ្យគាត់រៀន remember នេះកន្លែងនេះបើអ្នកគ្នា remove វាចេញគឺ user ហ្នឹងក៏អាច log in បានទេយ៉ាងហោចណាស់គឺត្រូវតែមាន domain user មួយដើម្បីឲ្យវាអាច log in បានអូខេអូខេ account referrals អូខេ link in តោះអូខេប៉ុណ្ណឹងតោះឥឡូវចូលទៅមើលកន្លែង client យើងថាវានេះឬនៅវា login ចូលនៅគឺជាអា user ចាស់អានេះ user ថ្មីមក login user ដែលយើងបង្កើតមុនហ្នឹងមកហើយ password អូខេបន្ទាប់មកគេឲ្យដូរ password ថ្មីអញ្ចឹងយើងដាក់ password ថ្មីមកអូខេ change អូខេyour pass has complete អូខេឥឡូវយើងដូរ password បានអីអញ្ចឹងនៅពេលដែលអ្នកគ្នាដូរ password បានហើយអ្នកគ្នាអាចចូលទៅកាន់ client នឹងបានហើយ user នឹងបានហើយមកឥឡូវហ្នឹងយើង log in បានហើយថតនេះអូខេwhat the fuck អូខេឥឡូវហ្នឹងវាចេញមកអីវាបានចែអ្នកគ្នាចឹងអូខេនេះអ្នកគ្នាឃើញឈ្មោះហ៎ចាន់រិទ្ធិនេះឈ្មោះដែលយើងទៅបង្កើតហ្នឹងណាហ្នឹងហើយហើយយើងមកកាន់ server យើងនេះវិញចុចយកមិនងឹតឈឹងអញ្ចឹងបង្កើត group រហដងនៅពេលយើងធ្វើការងារយើងចូលមកកន្លែងនេះWindows Administrator ហ្នឹងហើយយក Administrator ផ្សេងអញ្ចឹងណាវាញ៉ៃវាពិបាកចូលញយដងអញ្ចឹងទៅអញ្ចឹងឥឡូវមកដើម្បីងាយស្រួលយើងបង្កើតនេះមួយមកហើយយើងចូលកន្លែង MMC អូខេចូលកន្លែងហ្នឹងមកចុចអូខេអ្នកគ្នាមកដល់កន្លែង configure root នេះមួយហើយមកដល់ពេលចូលដល់ប្លន់នេះយើងចូលកន្លែង file មកហើយយើងចូលកន្លែង add remove and static ហើយឥឡូវយើងចូលចិត្តប្រើអីគេ
អានេះបរិយាកាសទៀតបីមកខ្ញុំចូលចិត្តប្រើនេះ Embrace Tool User នេះហើយយើង add មកអូខេហើយឥឡូវយើង add វាមកដល់ហ្នឹងហើយយើងធ្វើការ save វាមក save as ដាក់នៅលើ desktop អូខេនេះបានហើយចឹងពេលក្រោយគ្រាន់តែចុចលើអាហ្នឹងមកបក់មកគឺនេះតែម្ដងហ្នឹងហើយនេះឃើញអត់យើងប្រើនៅក្នុងហ្នឹងហ្មងឃើញអត់មានអីផ្សេងទៀតហ្មងមកបន្ទាប់មកថ្ងៃនេះយើងរៀនឥឡូវវគ្គនេះយើងរៀនពីគេពី group thôi ពី group អញ្ចឹងយើងធ្វើការនេះបង្កើត group នៅក្នុងនេះក៏បាននៅក្នុងកន្លែង seller ក៏បានខ្ញុំកុំឲ្យវាប្រវាក់បង្កើតឲ្យធ្វើការ move ទៀតអញ្ចឹងខ្ញុំមកបង្កើតកន្លែង user នៅក្នុងនេះតែម្ដងthôi អញ្ចឹងខ្ញុំចូលកន្លែង new ចូលកន្លែង group ហើយតាក់ទង group នេះខ្ញុំចង់បង្កើត group អីគេខ្ញុំចង់បង្កើត group seller admin shit I and seller admin អូខេហើយខ្ញុំបង្កើត group seller admin នៅក្នុង user seller មកឥឡូវយើងដល់វាបញ្ចូលកន្លែងនេះ user របស់យើងចូលទៅក្នុង group ហើយយើងចុចមកកន្លែងនេះមកអ្នកគ្នាចូលមកកន្លែង property អ្នកគ្នាចូលកន្លែង member ឃើញថាវាអត់ទាន់មាន member នៅក្នុងហ្នឹងទេថតអញ្ចឹងយើងធ្វើការ add member មកអានេះតោះ add to group មក add to group ត្រង់កន្លោះនេះបើសម្រាប់អ្នកគ្នាស្គាល់ឈ្មោះ group ដូច group seller admin អញ្ចឹង seller sheet s e double l e r admin អញ្ចឹងshit ខុសហើយតែមិនវាអត់ load អញ្ចឹងchange name អាហ្នឹងវាត្រូវ not fine what the fuck why not fine វាអត់ត្រូវអីគេអញ្ចឹងកុំឲ្យបាក់ចូលកន្លែងនេះមកចូលកន្លែង find now នេះអ្នកគ្នាអាចឆែកមើលទៅលើadmin ដែលយើងមានទាំងអស់ហើយចុះណា admin seller fuck នេះបកកើតទៅតាបាត់ទៅណាចាំតិចវាអត់ទាន់ load ឲ្យមកអ្នកគ្នាឥឡូវសារថ្មី seller admin the fuck add to group វាអត់ឲ្យតោះចូលកន្លែងទីសាស្ត្រថ្មីហ្មង find ហើយនេះវានឹង load ឲ្យទៅលើgroup ដែលយើងមានឥឡូវ group របស់ខ្ញុំនេះ sell admin នេះអូខេ sell admin នេះនៅពេលដែលយើងវាយអក្សរវាត្រូវទៅវា load បន្ទាត់ពីក្រុមនេះដល់ពេលខ្ញុំវាយវាមិនដឹងល្មិចវាអត់ load ឲ្យអញ្ចឹងមានតែប្រើវិធីសាស្ត្រដូចមិញស្រួលលឿនមកអូខេមក finish អូខេឥឡូវចូលមកកាន់កន្លែងនេះចូលកន្លែង property នេះនឹងមានឈ្មោះយើងមួយអីដែលវាស្ថិតនៅក្នុង group ហ្នឹងបើសិនជាឧបមាថាយើងមាន user មួយទៀតមាន OU user មួយទៀតfuck បង្កើត user មែន OU ណាច្រឡំបង្កើត user មួយទៀតដូចso នីតាហើយអានេះ s. នីតាចឹងទៅ
ok fine finish នេះដូចថាមានអានេះមួយទៀតអញ្ចឹងហើយអានេះចង់ add ចូល group នឹងដែរហើយអត់ចង់ add តាមប្លោះមិញទេចង់ add តាមប្លោះនេះម្ដងមកបង្កើតយកអានេះក៏យើងអាច add វាចូល group ដែរណាលក្ខណៈ add group ចូល group ហ្នឹងយើងមានក្រុមក្រុមចូលទៅក្នុងក្រុមមួយទៀតក្នុងមួយក្រុមមួយទៀតខ្ញុំនិយាយបាក់យល់ឥឡូវចូលមកកន្លែង member ចូលកន្លែង add ហើយយើងវាយដាក់ soនេះតើ check name នេះនៅពេលយើងចុចពាក្យ check name នេះមកគឺវានឹង load អានឹងឲ្យអញ្ចឹងចុច OK មកគឺយើងបាន add ទៅលើ Sonita នេះចូលទៅក្នុង group នេះដែរហើយយើងចុច apply មកអូខេរួចរាល់អូខេហើយយើងចូលមកកន្លែងចន្ទធីនេះមកបើคลิกយើងចូលកន្លែង property ហើយចូលកន្លែង number of នេះហើយអ្នកនរគ្នាឃើញកន្លែង domain user នេះអត់អាហ្នឹងអាកន្លែង domain user យើងតាំងពីដើមមកហើយកន្លែង cell admin នេះគឺជា group ជា group ដែលយើងនិយាយពីវគ្គមុនហ្នឹងហើយនេះដែលយើងបាន add group ហ្នឹងឯងអូខេតាបន្ទាប់ពីអ្នកនរគ្នាចេះបង្កើត group បង្កើតអីអស់ហើយឥឡូវខ្ញុំបង្កើត group មួយទៀតហ្មងទុកម៉េះgroup អ្នកនរគ្នាចង់មាន3 4 5 6 group ក៏បានដែរហ្នឹងទៅតាមតម្រូវការអ្នកនរគ្នាដោយសារខ្ញុំខ្ជិលដោយសារអត់មានតម្រូវការពាក់ព័ន្ធជាមួយ group ផងអញ្ចឹងមកshit បើកាច់យកអាខ្វៃនេះវាច្រើនពេកអូខេត្រូវនេះឥឡូវខ្ញុំចូលមកកាន់ folder ដោយសារថ្ងៃនេះយើងមករៀនពាក់ព័ន្ធជាមួយនឹង folder server យើងរៀនបន្តឥឡូវយើងចូលមក drive ដោយសារតែខ្ញុំមានតែមួយ drive អញ្ចឹងទៅវាងាយស្រួលហើយ drive នេះគឺខ្ញុំបង្កើត file ដែលមានឈ្មោះថា data ហើយចូលមកក្នុង data នេះខ្ញុំបង្កើត file ផ្សេងទៀតពាក់ព័ន្ធជាមួយ data របស់ខាង accounting អត់ដឹងខ្ញុំសេត្រូវខុសទេហើយរបស់ data របស់ខាង seller data របស់ខាង IT អីចឹងទៅយល់សម្រាប់ data ទាំងអស់ហ្នឹងគឺលក្ខណៈថាខាង accounting ចូលបានតែខាង accounting ទេអត់អាចចូលមកមើលខាង IT បានឬក៏ខាង seller បានទេហើយខាង seller ចូលមើលតែខាង seller បានអត់អាចចូលមើលខាង accounting បានទេបែបលក្ខណៈអញ្ចឹងឥឡូវយើងចូលមកកន្លែងទៅនេះមកហើយយើងចូលកន្លែង file add and remove ហើយចូលមករកពាក្យ send នេះ share folder លើ add អានឹងចូលមួយទៀតមកអូខេ share folder មកនៅពេលដែលបង្កើតអញ្ចឹងអ្នកនរគ្នាចូលកន្លែង share នេះមកអ្នកនរគ្នាឃើញ folder C នេះហើយដែលយើងបង្កើតនេះហើយអូខេមកឥឡូវយើងធ្វើការ share new share អូខេហើយ folder យើងមិញយើងចង់ share ចូល folder មួយណា data ឥឡូវយើងចូល seller មក browse នេះយើងបើខ្ញុំឆេងទេអានេះអត់យកទេយើងធ្វើការ custom លក្ខណៈបើយើងបង្កើត data មួយសម្រាប់ឲ្យតគេផ្សេងទាំងអស់ access បានទាំងអស់ឬក៏ only ទាំងអស់អាចមើលបានទាំងអស់នេះអ្នកគ្នាប្រើ user only យើង full ហ្មងឬក៏ only អាណាមួយចឹងទៅតែអានេះខ្ញុំធ្វើការ custom ហើយសម្រាប់ everyone នេះគឺយើង delete ចោលយកធ្វើការ everyone នេះយើងធ្វើការ add group សម្រាប់តម្រូវការរបស់យើង group របស់យើងគេseller ថា seller add admin មក check ដើរអូខេដើរឥឡូវយើងបាន
add folder របស់ seller admin ចូលទៅកាន់ folder របស់ seller តោះនៅ add រួចហើយអូខេ fine អូខេឥឡូវយើងបង្កើតណាយើងបង្កើតហើយយើង add ហើយឈប់ខ្ញុំមានអារម្មណ៍ថាខ្ញុំបង្កើតខុសយើងចូលមកម្ដងទៀតមកនេះកន្លែង cell នេះ property នេះត្រូវការ full មិញហ្នឹងខ្ញុំច្រឡំយកឲ្យតែវាអាច read បានហ្នឹងហើយខ្ញុំចូលមកកន្លែងនេះខ្ញុំមកបង្កើតអានេះមួយទៀតមិនតែប៉ុណ្្នឹងបានទេចឹងអាចមានសិទ្ធនៅក្នុងការ share អាចមានសិទ្ធនៅក្នុងការអានអាចមានសិទ្ធនៅក្នុងការអីចឹងទៅហើយអ្នកគ្នាបើសិនជាអាចបង្កើត assistant មួយទៀតព្រោះនៅពេលដែលមាន admin មាន assistant ហើយ add ចូលអានឹង cell ដូចគ្នាប៉ុន្តែឲ្យមានសិទ្ធត្រឹមតែ read បានអីចឹងណាហ្នឹងហើយមកឥឡូវយើងចូលកាន់ client របស់យើងចូលមកកាន់ user របស់យើងមក user client abc អត់ត្រូវច្រឡំ password អូខេមករួចយើងចូលកន្លែងfile មកអូខេចូលមកកាន់ network របស់យើង 192.168.1.1 bà cà vô quay giờ lắm mà sao thôi nè thôi nè mà rồi cài phí đọt mà rồi họng bảy chọi mùi nè nè hai bây giờ dương thời cá nè cứ file bỏ seller seller mà hay dương ai bật cái file thay ban à hay file thay dương đại kì đã xe lấy chân từ bà cắt vô you tới vay thi từ chia AC nha dương ai bật card file thay dương ai bật card từ lừa techno đã sell today a chân tư ok hay không nâng như được C A bỏ miên A B C A chân tư nè này anhจะ say ทำไม bán ok hay tại tôn cái này ní đấy dương có mọi bạn vay cho chọn sai dương ai cho mà cái right click cho cái này nè map never try hay dương cầm nốt viết thì chi nào khi sao lại như kỳ A B C D E I G Z A chân tư thì just try Z A này finish máu nè nó bây nào khi cho mà căn cái lại PC nào khi nâng khơi cái này nè nè mà rồi học sắp chi nè ok dân ai đại ấy nè không năng bài này ok chẳng phần năng nào khi chẳng complete chụp khi video khỏi và audio thằng này ai comment khăn khổng video bán thì sao ta nhung anh nâng soi chơi video dân ai ca video của nhung hiện vol thì vậy chẳng xung khăn tay bay tao phóng tao see you video khói nơi sắp đào và tọp